សួស្តីអ្នកទាំងអស់គ្នាមកអញ្ជើញខ្ញុំទៀតហើយថ្ងៃនេះខ្ញុំនឹងអ្នកទាំងអស់គ្នាមកទស្សនារឿងមួយដែលរឿងនោះចំណងជើងថាចំនួនស្នេហ៍វ៉ាំផាយអ្នកទាំងអស់គ្នាភាពមួយដែលក្នុងនេះគឺនិយាយពីគ្រួសារអមួយគឺជាគ្រួសារបិសាចជក់ឈាមហើយព្រឹកថាចំនួនស្នេហ៍ពួកគាត់ដែលមួយសាច់រឿងបានឃើញថាមានក្មេងស្រីម្នាក់ដែលនាងបានមករស់នៅក្នុងភូមិមួយគ្រឿងមួយដែលជាកន្លែងរបស់វិស័យចិញ្ចក់ឈាមប៉ុន្តែគេអត់ដឹងថាកន្លែងហ្នឹងគឺជាវិស័យចិញ្ចក់ឈាមទេដែលពុករបស់គេបានបញ្ជូនគេមកគេមានឈ្មោះថាយុយគុំរីហើយយុយមែនទៅហើយយុយរបស់យើងដែរគឺនាងគឺជាកូនស្រីរបស់លោកពុកដែលបានបញ្ជូននាងមកនៅពេលដែលមកដល់ភូមិមួយគ្រឿងនោះពិតជាមានធំខ្លាំងមែនទែនហើយទៅមានភ្លៀងអញ្ចឹងគួរឲ្យខ្លាចណាស់ទាំងអស់គ្នាពេលនោះនាងបំរុងនឹងបើកទ្វារចូលប៉ុន្តែទ្វារក៏បានបើកដោយខ្លួនឯងពេលនោះដែរនាងក៏មិនបងអស់ពេលយូរក៏បានចូលមករួចស្រែកហៅអញ្ចឹងណាហើយពេលនោះដែរគូឡងស្ងាត់គ្មានអ្នកគេឆ្លើយពីនាងទេពេលនោះនាងងាកឆ្វេងងាកស្ដាំក៏បានឃើញនឹងបារម្ភម្នាក់កំពុងដេកទៅស្លុងយ៉ាងសង្ហាណាទាំងអស់គ្នាហើយពេលនោះដែរនាងក៏បានដើរមកសួរគេអញ្ចឹងណាថាលោកហៅគេឃើញគេដេកដូចអត់ដឹងអីអញ្ចឹងណាពេលដែលគេឆ្លើយគេបានយកដៃទៅស្ទាបគេទឹកបានឃើញថាខ្លួនគេត្រជាក់ខ្លាំងមែនទែនហើយចលនាបេះដូងអត់លោតទៀតអ្នកទាំងគ្នាហើយពេលនោះដែរយល់របស់យើងគឺនេះស្មានតែគេនឹងស្លាប់ព្រោះឡងភ្ញាក់ផ្អើលមែនទែនហើយគេក៏បាននិយាយថាលោកឯងស្លាប់មែនអញ្ចឹងណាដល់ពេលទៅគាត់នាងក៏បានយកទូរស័ព្ទហើយទូទៅលេខសង្គ្រោះបន្តតែពេលនោះដែរបរិមម្នាក់ហ្នឹងក៏បានលុកដៃមកចាប់ទូរស័ព្ទផងគេហើយថែមទាំងងើបមកនិយាយថាចេះនៅតែគេហ្នឹងឲ្យស្ងាត់បន្តិចមើលអញ្ចឹងណាអ្នកនរគ្នាមនុស្សតែគេឲ្យស្ងាត់បន្តិចមើលតែកន្លែងនេះជាកន្លែងអីឬមួយក៏នាងអត់ដឹងថាកន្លែងហ្នឹងជាកន្លែងអីអញ្ចឹងណាហើយពេលហ្នឹងដែរនាងជួយយើងហ្នឹងនាងក៏បាននិយាយថាលោកឯងអត់ទាន់ស្លាប់ទេពេលហ្នឹងដែរប្រហែលហ្នឹងបានចាប់ផ្ដួលជួយផងយើងទៅនឹងហើយតើបែបម្នាក់ហ្នឹងបានផ្ដួលនាងទៅស្លងហើយបាននិយាយប្រាប់ថាមិនខ្ញុំមិនអាចរស់នៅបានមែនហើយបំរុងនឹងជញ្ជក់ឈាមពេលនោះដែរក៏មានបរិមម្នាក់ទៀតបានចេញមកហាមឃាត់គេកុំឲ្យគេធ្វើរឿងប្រេះប្រាស់អញ្ចឹងណាហើយបរិមម្នាក់នោះក៏បាននិយាយថាឲ្យអាយតូនឹងឈប់អីអញ្ចឹងថាមិនបើអាយតូនឹងម្នាក់ប្រុសប្រសក់ក្រហមឈ្មោះអាយតូមិនថាគេនឹងធ្វើអញ្ចឹងអីអញ្ចឹងណាកន្លែងនោះគឺជាស្រះចាក់ជីងពីភូមិគ្រឹះរបស់គេបើចង់ធ្វើអីឬក៏ធ្វើ private អីហ្នឹងក៏ទៅធ្វើនៅក្នុងបន្ទប់គេទៅហើយពេលនោះឡាអាយតូយើងក៏បាននិយាយថាចែកគេប្រេងតាមនេះកាមេរ៉ាពេលនោះយករបស់យើងនឹងក៏បានស្ទុះងើពីស្លងហើយក៏បានរត់ទៅចិត្តម្នាក់ប្រុសហ្នឹងដែលម្នាក់ប្រុសហ្នឹងសួរថារ៉ាជីហើយគេក៏បានសួរទៅកាន់យកយើងថាតើនាងហ្នឹងមកទីនេះធ្វើអីអញ្ចឹងណាពេលនោះណាយករបស់នាងក៏បានប្រាប់ទៅថានាងមានឈ្មោះយកកុមារីពុករបស់នាងបានបញ្ជូននាងឲ្យមករស់នៅក្នុងទីនេះអញ្ចឹងណាហើយពេលនោះដែរបរិមហ្នឹងសួរទៅកាន់អាយតូយើងថាមិនបានគេធ្វើអញ្ចឹងយូរបញ្យល់អញ្ចឹងណាហើយពេលនោះដែរអាយតូរបស់យើងហ្នឹងក៏បាននិយាយថាអឺគេហ្នឹងណាមិនបានធ្វើអីទេបើស្អាតតែមិញហ្នឹងម្នាក់ស្រីហ្នឹងបានប្រាប់គេផងថានាងគឺជាអ្នកដែលគេបញ្ជូនមកហើយគេក៏បាននិយាយថាមិនអញ្ចឹងឯងហើយទូស្រីយើងថា pancake ណាស់ហើយពេលហ្នឹងទូស្រីរបស់យើងនឹងក៏បាននិយាយថាចេះមែននេះមិនជា pancake គេទៅពេលទៅរាជីផងយើងហ្នឹងក៏បាននិយាយទៀតថាចេះថាចង់នាងឆាប់ទៅកន្លែងបន្ទប់របស់នាងទៅក៏បានឲ្យអ្នកបម្រើហ្នឹងយកបានរបស់នេះឡើងទៅបន្ទប់របស់នាងដែលនៅចង់ទៅអញ្ចឹងណាហើយពេលណាយករបស់យើងនេះក៏បានមកអង្គុយនៅសាឡុងហើយពេលនោះដែរបងប្អូនរបស់គេហ្នឹងក៏បានប្រាប់គេថាគេមានបងប្អូនមករស់នៅទីហ្នឹងគឺមានសាច់ទម្លាប់អីចឹងណាហើយពេលនោះដែរពុកតែនិយាយសុកក៏មានបារម្ភម្នាក់ទៀតហើយគេហ្នឹងគឺអង្គុយនៅលើហ្នឹងអ្នកទាំងអស់គ្នាហើយរបស់យើងក៏បានមកចប់ត្រឹមតែប៉ុណ្ណឹងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការគាំទ្ររងចាំទស្សនានៅភាពបន្ត